មួយត្រឡប់ទៅវិញឆែកមើលថាកូនរបស់យើងប្រើលេខម៉ានលេខឆ្លោះគ្នាអត់លេខបងធំអត់កូនក្មេងណាពេលដែលកំពុងតែទៅរៀនមិនគួរប្រើលេខចំនួនទេលេខ7លេខចំនួនលេខបងធំលេខចោលចាគួរឲ្យគាត់ប្រើឬតែសតិបញ្ញាការរៀនសូត្រឲ្យគាត់អាសាព្យាយាមចាត្រឡប់ទៅវិញឆែកលេខកូនខ្លួនតើក្មេងៗដែលគាត់មានចរិតបង្កចំនួនជាក្មេងមិនស្ដាប់បង្គាប់ជាក្មេងស្ទាវជាក្មេងដែលបងធំបងតូចរហូតដល់ក្មេងខ្លះអាចខ្លាយជាចៅក៏មានដែរប៉ុន្តែអ្វីដែលខ្ញុំរៀបរាប់ហ្នឹងថាមកពីក្មេងទាំងអស់នោះប្រើលេខទូរស័ព្ទដែលមិនបានមើលតាមហុងស៊ុយឬក៏លេខដែលគេថាមិនល្អនោះឬយ៉ាងណាតាមដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងព្រះអង្គនិយាយអំពីការសែបគប់ក្មេងដែលនៅវ័យសិក្សាឬមួយក៏វ័យដែលត្រូវអប់រំនោះឯងគឺសំខាន់មែនទែនគឺក្នុងការសែបគប់សូម្បីតែឪពុកម្ដាយជាមួយនឹងកូននោះក៏ឈ្មោះថាការសែបគប់ដែរបើសិនជាឪពុកម្ដាយមានទម្លាប់អាក្រក់នៅក្នុងផ្ទះអាទម្លាប់នឹងកូនឃើញយូរក៏ជាទម្លាប់អាក្រក់របស់កូនដែរអញ្ចឹងមិត្តភ័ក្តិនៅសាលាកាលណាដែលយើងសែបគប់ខុសសែបគប់ជាមួយក្មេងស្ទាវច្បាស់ហើយថាកូននឹងដើរទៅតាមស្ទាវនឹងឯងសែបគប់ជាមួយចៅច្បាស់ហើយថាកូននឹងឯងវាទៅជាធ្វើជាចៅនឹងឯងវាអត់ពាក់ព័ន្ធជាមួយនឹងលេខវាអត់ពាក់ព័ន្ធជាមួយនឹងការមើលលេខមើលអត្តអីនឹងទេប៉ុន្តែមានគ្រូហុងស៊ុយគាត់លើកឡើងអំពីលេខអត្តអញ្ចឹងបើតាមគំនិតរបស់ខ្ញុំផ្ទាល់ខ្ញុំគិតថាអាចធ្វើឲ្យមនុស្សជាឪពុកម្ដាយមានការធ្វេសប្រហែសទៅវិញកាលណាយើងផ្សព្វផ្សាយបែបហ្នឹងទៅឪពុកម្ដាយខ្លះគាត់ជឿរឿងទាំងអស់ហ្នឹងអញ្ចឹងគាត់នឹងស្វែងរកលេខទូរស័ព្ទណាដែលត្រូវនឹងកូនលេខទូរស័ព្ទណាដែលធ្វើឲ្យកូននឹងមានសតិបញ្ញាលេខទូរស័ព្ទណាដែលធ្វើឲ្យកូននឹងឆ្លាតដែលធ្វើឲ្យកូននឹងអាចកើតជាសិទ្ធិដែលធ្វើឲ្យកូននឹងស្លូតបូតធ្វើឲ្យកូននឹងល្អគាត់នឹងទៅរកលេខហ្នឹងកាលណាដែលគាត់បានលេខដូចអ្វីដែលគ្រូប្រាប់ហើយធ្វើឲ្យគាត់មានការធ្វេសប្រហែសក្នុងការអប់រំកូនព្រោះអីព្រោះគាត់គិតថាលេខហ្នឹងជាលេខល្អលេខនាំសំណាងលេខនាំឲ្យកូនគាត់ជាមនុស្សល្អលេខនាំឲ្យកូនគាត់ខ្លាយជាអ្នកសិក្សាពូកែអីចឹងទៅអាហ្នឹងជាការធ្វេសប្រហែសរបស់ឪពុកម្ដាយនៅពេលដែលគាត់យល់រឿងទាំងអស់នោះនៅក្នុងការដែលព្រះអង្គសម្ដែងអំពីការសែបគប់ពិតជាសំខាន់មែនសម្រាប់ក្មេងៗនៅក្នុងវ័យសិក្សាកាលណាគាត់សែបគប់ជាមួយនឹងមនុស្សល្អច្បាស់ណាស់សូម្បីតែគ្រួសារគាត់អត់ល្អក៏គាត់អាចក្លាយជាមនុស្សល្អបានដែរបើសិនជាគាត់សែបគប់មនុស្សល្អអញ្ចឹងសម្រាប់ក្មេងវាពាក់ព័ន្ធក្នុងការសែបគប់វាពាក់ព័ន្ធច្រើនដែរវាមានកត្តាច្រើនវាមានកត្តាបុណ្យគាត់ពីមុនផងហើយក្នុងឪពុកម្ដាយហ្នឹងមានសិលធម៌ល្អហើយពាក់ព័ន្ធជាមួយនឹងខ្សែគប់មិត្តហ្នឹងជាមិត្តដែលមានសិលធម៌ល្អហ្នឹងគឺធ្វើឲ្យក្មេងហ្នឹងល្អហើយដោយការដែលលេខទូរស័ព្ទឬមួយក៏លេខប្រើប្រាស់អីហ្នឹងមិនគ្មានអ្វីដែលត្រូវពាក់ព័ន្ធគ្នាទេខ្ញុំមានកូនប្រុស3នាក់ដែរហើយគាត់ប្រើលេខពេលដែលខ្ញុំឮខាងគ្រូហុងស៊ុយគាត់និយាយពីលេខអាក្រក់អីចឹងខ្ញុំទៅមើលលេខកូនខ្ញុំសិតតែលេខអាក្រក់ទាំងអស់ប៉ុន្តែកូនខ្ញុំអត់ដែលបង្កចំនួនអត់ដែលមានបញ្ហាទាំងដែលថាតមុខខ្ញុំអត់ដឹងទេប៉ុន្តែបច្ចុប្បន្នគឺកូនខ្ញុំមិនដែលមានបញ្ហារឿងអីទាំងអស់ហ្នឹងហើយមិនដែលពាក់ព័ន្ធរឿងលេខទេហើយខ្ញុំអត់ខ្វល់ជាមួយលេខទេលេខទូរស័ព្ទណាកូនគិតថាស្រួលចាំប្រើហ្នឹងទៅហើយលេខទូរស័ព្ទណាធ្វើឲ្យម៉ែស្រួលចាំផងប្រើហ្នឹងទៅវាអត់មានពាក់ព័ន្ធអីជាមួយនឹងលេខអីហ្នឹងឯងពាក់ព័ន្ធទៅលើការសែបគប់ហើយនឹងការអប់រំអាហ្នឹងវាពាក់ព័ន្ធរឿងហ្នឹងទៅវិញអញ្ចឹងកាលណាដែលយើងផ្សព្វផ្សាយរឿងខ្លះមនុស្សយើងគឺមានគំនិតផ្សេងគ្នាកាលណាផ្សព្វផ្សាយបែបហ្នឹងអញ្ចឹងគាត់យល់បែបហ្នឹងធ្វើឲ្យគាត់មានការធ្វេសប្រហែសអញ្ចឹងហើយឃើញសង្គមខ្មែរយើងដោយសារតែជឿរឿងហ្នឹងច្រើនអញ្ចឹងក្មេងទំនើងក៏ច្រើនដែរហើយសួរថាក្មេងទំនើងទាំងអស់ហ្នឹង
មិនមែនឪពុកម្ដាយអត់ជឿរឿងហុងស៊ុយហ្នឹងឯងភាគច្រើនជឿលើហុងស៊ុយហ្នឹងព្រោះតែការជឿលើហុងស៊ុយហ្នឹងឯងទើបធ្វើឲ្យមានការធ្វេសប្រហែសចំពោះឪពុកម្ដាយអ្នកខ្លះគាត់មានមុខជំនួញអីច្រើនដែរហើយណាមួយគាត់ជឿហុងស៊ុយស្រាប់ហើយអញ្ចឹងក៏អត់បានខ្វល់ខ្វាយទៅមើលកូនទេក៏អត់បានខ្វល់ខ្វាយដោយសារអីដោយសារគាត់គិតថាកូនគាត់មានលេខល្អហើយលេខនាំសំណាងហើយអញ្ចឹងមិនមានបញ្ហានេះអាការធ្វេសប្រហែសហ្នឹងឯងស្រាប់តែកូនខ្លួនឯងខ្លាចជាកូនទំនើងខ្លាចជាកូនប្រើប្រាស់គ្រឿងញៀនអញ្ចឹងវាគ្រោះថ្នាក់អញ្ចឹងនៅក្នុងការអប់រំមនុស្សក្នុងការអប់រំក្មេងគឺត្រូវមើលអំពីការខ្សែគប់និងការអប់រំរបស់ឪពុកម្ដាយជាសំខាន់មិនមែនទៅលើលេខទូរស័ព្ទមិនមែនទៅលើលេខសំណាងអីទេអាហ្នឹងនៅក្នុងពុទ្ធសាសនាព្រះអង្គបានសម្ដែងអំពីហេតុផលច្បាស់លាស់ហើយបើខ្ញុំនិយាយហ្នឹងបើសិនជាបងប្អូនថាអត់ទេលេខហ្នឹងសំណាងអញ្ចឹងមែនហ្នឹងក៏ប្រើទៅប៉ុន្តែអ្វីណាដែលវាខុសហេតុផលខ្ញុំក៏លើកឡើងថាបើសិនជាលេខមិនល្អហ្នឹងធ្វើឲ្យមានបញ្ហាម្លេះគ្រួសាររបស់ខ្ញុំមានបញ្ហាអស់ហើយព្រោះគ្រួសាររបស់ខ្ញុំខ្វល់តែពីរឿងថាលេខណាស្រួលចាំហើយលេខណាដែលស្រឡាញ់យកទៅធ្វើតាមបេះដូងហ្នឹងហើយធ្វើតាមបេះដូងអត់មានបញ្ហាទៅលើលេខទេអញ្ចឹងពាក់ព័ន្ធជាមួយនឹងជំនឿផ្សេងហ្នឹងធ្វើឲ្យយើងធ្វេសប្រហែសច្រើនណាស់ហើយរឿងជំនឿនឹងទៀតក៏មានអ្នកសួរខ្ញុំដែរសួរថាតើការជឿជំនឿដតីក្រៅអំពីពុទ្ធសាសនាហ្នឹងធ្វើឲ្យដាច់សិលអត់ហើយធ្វើឲ្យដាច់ត្រៃសរណគមអត់ការជំនឿជឿរឿងដតីផ្សេងហ្នឹងយើងត្រូវទៅមើលត្រៃសរណគមរបស់យើងយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកពេលដែលយើងសូត្រអញ្ចឹងហើយពេលក្រោយមកយើងយករឿងអីផ្សេងមកជាទីពឹងទីរលឹកចំណុចត្រង់នោះវាអត់ទាន់ដាច់ត្រៃសរណគមទេក៏ប៉ុន្តែវាធ្វើឲ្យត្រៃសរណគមនោះឯងសៅហ្មងព្រោះយើងអត់ទាន់បានលះបង់នៅពុទ្ធពធព្រះសង្ឃហ្នឹងឯងប៉ុន្តែយើងទៅជឿអីផ្សេងអញ្ចឹងត្រៃសរណគមនោះឯងសៅហ្មងសិលក៏អញ្ចឹងសិលពាក់ព័ន្ធនឹងសិលដាច់ដូចជាសិល5អញ្ចឹងការសម្លាប់សត្វអានឹងដាច់ហើយការលួចទ្រព្យគេនឹងដាច់ហើយការប្រព្រឹត្តខុសក្នុងកាមដាច់ហើយការពោលពាក្យកុហកនិងផឹកទឹកស្រវឹងហ្នឹងសុទ្ធតែដាច់សិលឡាប៉ុន្តែសួរថាគ្រាន់តែជឿរឿងដតីខាងក្រៅដាច់ទេអត់ដាច់ទេក៏ប៉ុន្តែសៅមងដល់សិលអញ្ចឹងណាហើយពាក្យថាសៅមងនេះកាលណាស្អីក៏ដោយកាលណាសៅមងហើយវាអត់ដែលល្អទេរបស់ដែលសៅមងយើងដូចមានមន្ទិលរបស់ដែលមានមន្ទិលហ្នឹងវាអត់ល្អទេអញ្ចឹងចំពោះអ្នកកាន់នៅពុទ្ធសាសនាចំពោះអ្នកដល់នៅព្រះរតនត្រ័យហើយកាលណាយើងជឿលើហុងស៊ុយជឿលើខែឆ្នាំជឿលើគ្រូមុនអាគមអូមអាមអីគ្រប់បែបយ៉ាងថាអាគមសមអាយុអីទាំងអស់ហ្នឹងអញ្ចឹងឯងគឺសិលរបស់គាត់ក៏មិនបរិសុទ្ធដែរដោយសារអីវាសៅម៉ងចាវាសៅម៉ងហើយត្រៃសរណគមហ្នឹងក៏សៅម៉ងស្អីក៏ដោយបើសៅម៉ងហើយវាលែងល្អហើយហ្នឹងហើយវីដេអូខ្ញុំមានប្រហែលប៉ុណ្ណឹងដើម្បីបញ្ជាក់ឲ្យបងប្អូនដឹងថាអ្វីទាំងអស់វាមិនឋិតនៅលើលេខសំណាងអ្វីទាំងអស់នោះវាមិនឋិតទៅលើអ្វីដែលយើងនិយាយថាល្អឬអាក្រក់នឹងទេឋិតទៅលើអំពើដែលយើងធ្វើហ្នឹងហើយឋិតទៅលើអំពើដែលយើងធ្វើបើសិនជាយើងជាមនុស្សអាក្រក់ទោះបីប្រើលេខល្អគេថាលេខនឹងคล้ายជាមនុស្សល្អលេខនឹងคล้ายជាសិទ្ធិហើយយើងជាមនុស្សល្ងងហើយយើងថាលេខណាជាលេខធ្វើឲ្យមានបញ្ហាក៏វាទៅអត់រួចដែរហ្នឹងហើយពាក់ព័ន្ធជាមួយនឹងការខំប្រឹងប្រែងពាក់ព័ន្ធជាមួយនឹងបុណ្យចាស់ពាក់ព័ន្ធជាមួយនឹងបុណ្យថ្មីដែលយើងបានបំពេញហ្នឹងអញ្ចឹងកាលណាយើងជឿរឿងប្រះចាកពីការពិតអញ្ចឹងធ្វើឲ្យយើងមានការធ្វេសប្រហែសក្នុងការអប់រំខ្លួនឲ្យបានល្អនិងអប់រំក្រុមគ្រួសារព្រមទាំងកូនរបស់យើងនឹងផងចាវីដេអូរបស់ខ្ញុំមានប្រហែលប៉ុណ្ណឹងក៏សូមជម្រាបលា